បន្ទាប់តែពីយើងដល់ឈុតបារាំងចាប់ភ្លាមគឺនាំគ្នារុះរ៉ាន់ដូសម្លៀកបំពាក់អ្នកនរគ្នាដោយសារឈុតបារាំងគឺពិបាកដោះហើយយើងត្រូវស្លៀកឈុតថ្មីចឹងណាចង់យើងមានពេលប្រហែលជា4-10នាទីទេដើម្បីត្រូវចេញសូមមួយទៀតដោយសារមានភ្ញៀវទស្សនិកជននៅចាំមើលយើងច្រើនខ្លាំងមែនទែននៅលើឆាកអញ្ចឹងណាអ្នកនរគ្នាចង់ពួកខ្ញុំគឺអត់យូរទេលះលហួនខ្លាំងមែនទែនត្រាប់តែកន្លែងហូរក៏ចង់ដល់គ្រាន់តែMC ប្រកាសចប់មានការគ្រប់គ្រងច្រើនខ្លាំងមែនទែនពួកខ្ញុំក៏អត់ចាំយូរទេអ្នកនរគ្នាដោយសារខ្ញុំចេញបើកឆាកអញ្ចឹងណាគ្រាន់តែខ្ញុំឡើងមកដល់លើភ្លាមគូគិតពិតជំនាញការគ្រប់គ្រងច្រើនខ្ញុំនិយាយមែនគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលបានទៅដើរម៉ូតនៅនឹងហើយមានការគ្រប់គ្រងពីពុកម៉ែបងប្អូនច្រើនខ្លាំងមែនទែនសម្លេងហូរសម្លេងតែដៃធ្វើឲ្យខ្ញុំមានកម្លាំងដើរខ្លាំងមែនទែនទាំងខ្ញុំទាំងគុណសិស្សផ្សេងៗអីអញ្ចឹងណាពួកគាត់ពិតជាមានកម្លាំងដើរដោយសារមានការគ្រប់គ្រងពីពុកម៉ែបងប្អូនអីអញ្ចឹងសម្រាប់ឈុតសម័យថ្ងៃនេះគឺខ្ញុំបានការច្នៃម៉ូតពីបង K Golden Taylor អ្នកនរគ្នាឈុតនោះគឺថាស្អាតបែប Queen តែម្ដងសម្រាប់ក្មេងៗក៏អត់ណយទេអ្នកនរគ្នាឈុតរបស់គាត់គឺថាចេញម៉ូតច្នៃខ្លួនឯងតែម្ដងអាណាព្យាបាលរបស់គាត់ច្នៃឲ្យអីអញ្ចឹងណាប៉ុន្តែឈុតមួយអ្នកនរគ្នាអត់ចេញអ្នកប្រឡងបានទេគឺឈុតឆ្ងាញ់ខ្លាំងមែនទែនពិសេសជាងគេបូកជាមួយនឹងការដើរដ៏មានភាពជឿជាក់របស់ពួកគាត់ចេញម៉ូតគឺអត់មានថាស្ញកខ្លាចឆាកអីទេចេញម៉ូតគឺថាឈលលើឆាកតែម្ដងអ្នកនរគ្នាដោយសារគាត់មានភាពជឿជាក់អីជាខ្លួនឯងអញ្ចឹងណាពេលគាត់ដើរគឺគាត់អត់មានអារម្មណ៍ថាខ្លាចហើយខ្ញុំសួរគាត់ថាពេលគាត់ឡើងឆាកអីគាត់មានអារម្មណ៍ថាភ័យអត់អីចឹងគាត់ថាអត់ភ័យទេដោយសារយើងបានធ្វើការហាត់សមហើយរៀនជាមួយខ្ញុំបរៀនពីភាពជឿជាក់អីផ្សេងច្រើនខ្លាំងមែនទែនអញ្ចឹងពេលពួកគាត់ឡើងឆាកទៅគឺពួកគាត់មានភាពថាជឿជាក់រៀងខ្លួនអញ្ចឹងណាទាំងការសើចការលេងទឹកមុខការអីរាប់មកសពគឺថាចេញមកគឺថាភ្លឹងតែម្ដងអ្នកនរគ្នាហើយបើនិយាយពីសម្លៀកបំពាក់ដែលពួកគាត់យកមកដើរវិញគឺថាច្នៃចេញស្អាតខ្លាំងមែនទែនចេញជារ៉ូបចេញពីកម្មាអីផ្សេងដើម្បីពិនិត្យចេញមកឲ្យមានទម្រង់ខ្មែរអីខ្លះអីអញ្ចឹងអ្នកនរគ្នាបូករួមទាំងភាព unique របស់ពួកគាត់រៀងខ្លួនទាំងការកាច់ style អីអញ្ចឹងចេញមកគឺថាឆ្វាចតែម្ដងអ្នកនរគ្នាពួកគាត់គឺថាក្មេងតែប៉ុន្តែខ្លាចជាវវកញ្ញាក្មេងទាំងវ័យក្មេងលើប៉ុន្តែក៏មិនមែននៅសក់ពួកគាត់ខ្លាចជាវវកញ្ញាអីដែរអ្នកនរគ្នាគឺពួកគាត់មកហាត់សមរៀនផងហាត់សមផងឆ្លៀតពេលច្រើនខ្លាំងមែនទែនក្នុងការហាត់សមក្នុងការដាក់ពាក់ប្រឡងអីមួយអញ្ចឹងហើយពួកគាត់ពិតជាមានការតស៊ូខ្លាំងមែនទែនហ្មងតែរំបានដល់ថ្ងៃនេះដើរលើឆាកឲ្យអ្នកនរគ្នាមើលគឺថាឆ្លងកាត់បទពិសោធន៍ផ្សេងការលំបាកអីឃើញនឹងពេលវេលាអីច្រើនថវិកាអីទាំងអស់អញ្ចឹងតែរំបានថ្ងៃនេះគឺពួកគាត់តស៊ូខ្លាំងមែនទែនមួយអ្នកនរគ្នាមិនមែននៅសក់ក៏ខ្លាចជាតារាបង្ហាញម៉ូដទេអ្នកនរគ្នាគឺយើងត្រូវរៀនសូត្រអីពីវាច្រើនស្ដែងដូចគាត់ក្មេងអញ្ចឹងគឺរៀនតាំងពីទូចទៅអញ្ចឹងប្រឡងកម្មវិធីតាំងពីវកញ្ញាក្មេងទៅអញ្ចឹងធំឡើងគឺថាអនាគតពួកគាត់មិនត្រឹមតែវកញ្ញាទេទាំងតារាសម្ដែងទាំងតារាភាពយន្តអីផ្សេងគឺពួកគាត់អាចចូលចោះទាំងអស់ដោយសារពួកគាត់ចេះតាំងសັບគ្រប់អ្នកនរគ្នាចេះដើមម៉ូដចេះកាច់រាំងចេះធ្វើ super model ហើយសម្ដែងអីផ្សេងគឺពួកគាត់អាចធ្វើបានហើយបើយើងមានការវឹកហាត់បន្ថែមអីទៀតពីការសម្ដែងការអីទៀតចេញទៅគឺថាវវកញ្ញាគឺមានគ្រប់ទម្រង់ពិសេសជាងគេពីការរៀនសូត្ររបស់ពួកគាត់គឺថាខ្ទិះមែនទែនខាងភាសាអង់គ្លេសខាងភាសាអន្តរជាតិអីចឹងគឺអ្នកខ្លះចេះទៅដល់រហូតដល់2-3ភាសាអ្នកទាំងអស់គ្នាអញ្ចឹងពេលពួកគាត់ធំឡើងប្រឡងវវកញ្ញាក៏ប្រឡងតាំងពីទូចឹងទៅធំឡើងក៏ចង់ចូលមីសអីមួយគឺងាយស្រួលខ្លាំងមែនទែនក្នុងការដណ្ដើមមកុដយកមុខមាត់មកជូនប្រទេសជាតិយើងអញ្ចឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមដើរបិទសូដើម្បីបញ្ចប់សូរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែគឺថាមានការគ្រប់គ្រងច្រើនខ្លាំងមែនទែនហើយសង្ឃឹមតែឆ្នាំក្រោយនឹងជួបគ្នាម្ដងទៀតនៅវត្តក្តីរុនរាំងសីអញ្ចឹងអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះ